មានតែមួយនៅពេលដែលយើងធ្វើអ្វីដែលខុសពីគេយើងអាចត្រូវបានគេមើលមកខុសឆ្គងខុសគេខុសឯងគេអាចមើលមកយើងជាមនុស្សគ្មានបានការគ្មានប្រយោជន៍គ្មានតម្លៃចូលចិត្តធ្វើអ្វីដែលមិនចូលចំណោមគេចុះនោះយើងកើតមកមានការគិតនិងមានអ្វីដែលមិនដូចគ្នាទេសូម្បីតែកៅភ្នែករបស់យើងដំណើររបស់យើងក្រចៅដៃរបស់យើងនឹងមានអ្វីផ្សេងទៀតដែលមិនដូចគ្នាឡើយតែមកពីមនុស្សយើងខ្លាចពាក្យថាខុសកិននេះហើយទើបព្យាយាមធ្វើឲ្យខ្លួនឯងឲ្យដូចមនុស្សភាគច្រើនតែមិនធ្វើខ្លួនឯងជាខ្លួនឯងបែរជាចាំមើលគេធ្វើបែបណាច្រើនក៏ធ្វើតាមគេតាមឯងដើម្បីកុំឲ្យខ្លួនឯងខុសពីគេក៏ប៉ុន្តែមនុស្សដែលហ៊ានធ្វើអ្វីដែលខុសពីគេទោះបីជាមនុស្សរិះគន់មើលរំលងជន់ពលិចព្រោះតែធ្វើជាខ្លួនឯងដោយមិនខ្វល់ពីអ្នកដទៃនោះទើបជាមនុស្សដែលចូលពីជីវិតនេះពិតប្រាកដដោយសារតែគេយល់ថាមនុស្សកើតមកមានភាពជាខ្លួនឯងខុសពីគ្នាមិនមែនជាមនុស្សដែលចាំតែចម្លងពីគេឬយល់ស្របតាមអ្នកដទៃរហូតនោះទេចាំថាមនុស្សដែលហ៊ានធ្វើអ្វីដែលខុសពីគេតែងតែជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ហួសពីមនុស្សជុំវិញខ្លួនភាពខុសគេនេះហើយដែលធ្វើឲ្យមនុស្សដែលខុសគេរមែងលេចធ្លោជាងគេទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី